សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំសម្រាប់ការចែករំលែកពីរបៀបថតរូបនិងជ្រើសរើស setting កាមេរ៉ាឲ្យបានត្រឹមត្រូវមុននឹងអ្នកចាប់ផ្ដើមថតរូបថ្ងៃនេះយើងនឹងនិយាយគ្នាអំពី shutter speed ហើយវាដំណើរការយ៉ាងដូចម្តេចនិងវាមានសារៈសំខាន់អ្វីខ្លះមុននឹងយើងចូលទៅកាន់វិធានរបស់ថ្ងៃនេះសូមជួយ like share និង follow កុំឲ្យខកខានវីដេអូថ្មីដែលខ្ញុំបានចែករំលែកអំពីបច្ចេកទេសថតរូបបន្តទៀតតើ shutter speed គឺជាអ្វី shutter speed គឺជាចំនួនរយៈពេលរបស់កាមេរ៉ាដែលអ្នកបើកដើម្បីឲ្យពន្លឺចូលទៅប៉ះជាមួយនឹង sensor របស់កាមេរ៉ាវាត្រូវបានវាស់វែងជានាទីឬក៏ជាប្រភេទនៃវិនាទីដូចជា1/500ក្នុង1វិនាទីឬក៏1/30ក្នុង1វិនាទីនៅក្នុងពេលសាមញ្ញ shutter speed គ្រប់គ្រងរយៈពេលដែលកាមេរ៉ាបានឃើញសកម្មភាពរបស់ subject ដែលអ្នកកំពុងតែថតតើ shutter speed ដំណើរការយ៉ាងដូចម្តេចនៅពេលដែលអ្នកចុចប៊ូតុងថតរូបនោះ shutter speed ចាប់ផ្ដើមដំណើរការដើម្បីចាប់យកពេលវេលាដែលអ្នកបានកំណត់ shutter speed នៅក្នុងកាមេរ៉ារបស់អ្នកល្បឿន shutter speed លឿនដូចជា1/1000ក្នុង1វិនាទីល្អសម្រាប់ការថតសកម្មភាពដូចជាកីឡាបាល់ទាត់កីឡារត់ប្រណាំងកីឡាធាក់កង់ជាដើមល្បឿន shutter speed យឺតដូចជា1/4ក្នុង1វិនាទីអនុញ្ញាតឲ្យមានពន្លឺកាន់តែច្រើននិងបង្កើតចលនាព្រិលៗដែលហៅថា motion blur ដែលល្អសម្រាប់ការចាប់យកពន្លឺរថយន្តឬក៏ពន្លឺនានានៅពេលយប់ហើយក៏អាចថតទឹកជ្រោះមើលទៅកាន់តែធ្វើឲ្យរូបកាន់តែស្អាតនិងទាក់ទាញហើយបានជា shutter speed មានសារៈសំខាន់ shutter speed ធ្វើឲ្យពន្លឺនិងរចនារូបថតរបស់អ្នករស់រវើកតាមសកម្មភាពដែលអ្នកកំពុងថតប្រើ shutter speed ប្រកបដោយភាពច្នៃប្រឌិតបង្កើតបានរូបថតបង្កកមួយផ្លែតឬក៏ហៅថា freezer moment ដើម្បីបង្ហាញពីចលនានៃរូបថតការយល់ដឹងអំពី shutter speed ច្បាស់លាស់ដល់ឲ្យអ្នកអាចគ្រប់គ្រងពេញលេញនៅលើរចនាបថឬក៏អារម្មណ៍នៃរូបថតរបស់អ្នកដែលជាជំនាញសំខាន់សម្រាប់អ្នកថតរូបវីដេអូថ្ងៃនេះបានមកដល់ទីបញ្ចប់ហើយសូមអរគុណសម្រាប់ការទស្សនាសង្ឃឹមថាវីដេអូនេះមានប្រយោជន៍ដល់អ្នកទើបតែរៀនថតរូបជួបនៅវីដេអូក្រោយយើងនឹងអនុវត្តផ្ទាល់អំពីរបៀបប្រើប្រាស់ ISO Aperture និង Shutter Speed